ថ្ងៃខ្លះអ្នកមានអារម្មណ៍ថាពិបាកណាស់អ្នកមានអារម្មណ៍ថាអស់កម្លាំងបាត់បង់ឬសោកសៅចំពោះរឿងអ្វីមួយបើទោះបីជួបរឿងទាំងនេះក៏ដោយសូមអ្នកញញឹមទៅការញញឹមមិនមែនមានន័យថាអ្នកមិនអើពើនឹងការឈឺចាប់របស់អ្នកនោះទេវាមានន័យថាអ្នកកំពុងជ្រើសយកភាពខ្លាំងរបស់អ្នកការញញឹមជួយឲ្យចិត្តរបស់អ្នកបើកទូលាយវាប្រាប់ទៅខួរក្បាលរបស់អ្នកថាអ្នកនៅតែអាចរកឃើញសេចក្តីរីករាយបានពេលខ្លះស្នាមញញឹមរបស់អ្នកថែមទាំងអាចលើកកម្លាំងចិត្តឲ្យអ្នកដទៃបានទៀតផងអ្នកមិនដឹងទេថាតើនរណានឹងត្រូវការញញឹមទាំងនោះកិច្ចការដែលលំបាកវានឹងក្លាយទៅជាកិច្ចការដែលងាយស្រួលនៅពេលអ្នកប្រឈមមុខនឹងវាដោយក្តីញញឹមនិងក្តីសង្ឃឹមដូច្នេះពេលជីវិតជួបការលំបាកសូមញញឹមទៅមិនមែនការញញឹមคล้ายៗទេតែវាគឺជាការញញឹមដោយក្តីក្លាហានការញញឹមតូចមួយនេះអាចប្រែក្លាយពេលវេលាដ៏ខ្មៅងងឹតឲ្យទៅជាសេចក្តីសង្ឃឹមជាថ្មីបាន